ហើយក៏ដោយសួស្តីអ្នកទាំងអស់គ្នាមកជួបជាមួយនឹង admin ម្ដងទៀតហើយហើយបើសិនជាអ្នកទាំងអស់គ្នាណាស្រឡាញ់ការសម្ដែងរឿងរបស់ admin កុំភ្លេចជួយប៉ាមួយឆាត admin ម្នាក់មួយផងណាអញ្ចឹងកុំឲ្យខាតពេលអ្នកទាំងគ្នាយូរយើងចូលទៅដល់សាច់រឿងយើងពីដល់ទៅចុងក្រោយឈ្មោះកូនស្រីរបស់ខ្ញុំនឹងត្រូវបញ្ចូលទៅក្នុងពងសាវតារាជវង្សហើយមើលណានេះគឺជាព្រះបរមរាជវាំងរបស់កូននៅលើនេះមានក្តីសុខណាស់តាលីយើងក៏បានឃើញថាពួកអ្នកបម្រើហ្នឹងកំពុងតែនិយាយដើមទូស្រីរបស់យើងគ្នានៅក្មេងទេហើយម្នាក់ៗនៅគ្នាមកនិយាយដើមគ្នាអត់យល់ថាក្នុងគូក្បាលគិតអីនេះខ្ញុំខ្លាចណាស់ខ្ញុំខ្លាចខ្លាំងណាស់ខ្ញុំភ័យរន្ធត់ជាមួយនឹងរឿងទាំងអស់នេះណាហើយទូស្រីក៏បានរត់ចេញពីទីកន្លែងហ្នឹងតែម្ដងហើយយើងក៏បានឮសំឡេងចាប់កំពុងតែយំអញ្ចឹងណាវាគឺជាពេលដែលម្ដាយរបស់ខ្ញុំកំពុងលុបបំបាត់រដាសេះសទាំងអស់របស់អតីតអធិរាជនីដោយការកោះដើមឈើនិងផ្កាទាំងអស់នៅក្នុងសួនច្បារនៃប្រាសាទតើវាជ្រុះធ្លាក់ពីលើដើមឈើមែនទេស្រីក៏បានដើរបរងនឹងទៅជួយសត្វចាបនឹងស្រាប់តែនាងបានដើរធ្លាក់កឡុកដែលធំមួយនៅគៀនដើមឈើហ្នឹងណាអូយស្លាប់ហើយលើនេះខ្ញុំប្រឡាក់ពេញខ្លួនអស់ហើយតើអ្នកណាទៅខ្វល់ពីសត្វស្លាប់នោះខ្ញុំមិនគួរបែរជាធ្វើរឿងដ៏ល្ងងខ្លៅបែបនេះសោះស្រីក៏បានកលេចមកមើលចាបដែលកំពុងតែយំនឹងរួចនាងក៏បានដើរមកចិត្តចាបនឹងទាំងមិនបាននិយាយអ្វីទាំងអស់វានៅរស់នៅឡើយទេហើយទូស្រីក៏បានចាប់ចាប់នឹងដាក់លើដៃធ្នមធ្នមអញ្ចឹងណាឡើងខ្ជូតហ្មងទូស្រីកាន់នៅក្មេងណាដោយសារតែបាត់បង់ផ្ទះសម្បែងនឹងត្រូវបានម្ដាយបោះបង់ចោលតើឯងត្រជាក់មែនទេតើខ្ញុំគួរធ្វើអីឥឡូវនេះនៅខាងក្រោមជើងខ្ញុំកំពុងតែបាក់ស្រុតស្រីកំពុងសម្លឹងទៅមើលមេឃកំពុងតែភ្លៀងសុកនឹងស្រាប់តែបានឮសំឡេងណាម្នាក់បាននិយាយថាតើឯងកំពុងធ្វើអីនៅខាងក្រោមហ្នឹងទូស្រីក៏បានងាកមកហើយក៏បានឃើញថានោះគឺជាតួប្រុសរបស់យើងហើយអ្នកទាំងពីរក៏បានសម្លឹងមើលមុខគ្នាមួយសន្ទុះរួចទូស្រីក៏បាននិយាយថាមិនដឹងទេអីខ្ញុំធ្លាក់ចូលទៅក្នុងរណ្ដៅហ្នឹងហើយឡើងទៅវិញមិនរួចទេតាំងពីដំបូងចាំបាច់ចូលទៅក្នុងហ្នឹងធ្វើអីទូប្រុសក៏បានលើចុះមកក្រោមរួចក៏បានដើរទៅជិតទូស្រីយើងរួចគាត់ក៏បាននិយាយថាចាប់ដៃខ្ញុំមកមិនបានទេពេលនេះដៃរបស់ខ្ញុំកំពុងតែកាន់របស់ម្យ៉ាងតើវាសំខាន់មែនទេវាមិនសំខាន់ទេអញ្ចឹងប្រវត្តិវាចោលទៅបីជាវាមិនសំខាន់ប៉ុន្តែខ្ញុំមិនអាចគ្រាន់តែបោះវាចោលតាមចិត្តបានទេហើយទូប្រុសយើងក៏បាននិយាយដែរស្រាប់តែភ្លាមហ្នឹងគាត់ក៏បានចាប់បីទូស្រីរបស់យើងតែម្ដងធ្វើឲ្យទូស្រីយើងមានចការអៀនជាខ្លាំងនៅឲ្យស្ងៀមទៅទូប្រុសក៏បានជួនទៅស្រីឡើងទៅលើអញ្ចឹងណាតែយើងក៏មើលមុខទូស្រីយើងឲ្យអូយនៅក្មេងតែអៀនសាហាវដែរហ្នឹងណារឿងនេះអាក្រក់មើលណាគឺមកពីឯងបានជួយខ្ញុំអញ្ចឹងខ្ញុំនឹងតបស្នងឯងវិញខ្ញុំអាចទិញរបស់ដែលថ្លៃជាងខោអាវដែលឯងកំពុងតែពាក់នេះឆ្ងាយណាស់ឲ្យឯងបានខ្ញុំនឹងប្រាប់អ្នកបម្រើរបស់ខ្ញុំឲ្យផ្ដល់រង្វាន់យ៉ាងមានតម្លៃដល់ឯងទៀតផងប៉ុន្តែខ្ញុំគឺជាកូនស្រីរបស់អ្នកដែលមានអំណាចអស្ចារ្យខ្លាំងណាស់ទោះជាលងសោះប៉ុន្តែឆ្លើយមិនធម្មតាទេទូប្រុសនិយាយចប់ធ្វើឲ្យទូស្រីរបស់យើងគឺមានចការអៀនជាខ្លាំងឯងហ៊ានយ៉ាងម៉េចបានជាធ្វើបែបនេះដាក់កូនស្រីរបស់ព្រះចៅអធិរាជហើយទូប្រុសក៏បានតបតអីវិញដែរឯងកំពុងកាន់ស្អីហ្នឹងហើយទូស្រីក៏បានបង្ហាញឲ្យទូប្រុសមើលសត្វស្លាប់វាធ្លាក់ចូលទៅក្នុងភក់ពីមុនមកវាស្អាតជាងនឹងឆ្ងាយណាស់ម្រាមដៃរបស់ឯងត្រជាក់ដូចទឹកកកចឹងតែឯងឈរនៅត្រង់ហ្នឹងយូរប៉ុណ្ណាហើយគឺថាឯងដឹងទេមានមកុដប្រាក់នៅក្នុងភ្នែករបស់ឯងហើយពួកយើងក៏បានឃើញថាទូប្រុសរលនិយាយមួយប៉ុន្តែគាត់ក៏បានអត់បាននិយាយវិញចឹងណាតែគាត់គិតអីក្នុងខ្លួនទេទូស្រីវិញគឺរវល់តែមើលភ្នែករបស់ទូប្រុសតែម្ដងតើឯងបានឃើញអ្វីនៅក្នុងភ្នែករបស់ខ្ញុំស្រាប់តែពេលហ្នឹងយើងក៏បានឮសំឡេងអ្នកណាម្នាក់ក៏បានស្រែកថាអ្នកនាងតូចហើយអ្នកទាំងពីរកាត់អារម្មណ៍អស់លេងម៉ែដោះខ្ញុំត្រូវទៅឥឡូវនេះហើយទូប្រុសក៏បានដាក់ទូស្រីចុះវិញអញ្ចឹងណាត្រជាក់ណាស់យកនេះទៅតើឯងនឹងយកវាតាមខ្លួនដែរទេព្រោះតែឯងខ្ញុំត្រជាក់ណាស់ប៉ុន្តែដៃរបស់ឯងគឺកក់ក្ដៅហើយយើងក៏បានឃើញថាទូប្រុសក៏បានទទួលយកចាបពីទូស្រីរបស់យើងដែរពេលហ្នឹងគាត់ក៏បានយកចាបមកដាក់គេនត្រចៀករបស់គាត់តើសត្វស្លាប់មួយក្បាលនោះនឹងមិនអីទេឬបាទ
វានឹងមិនអីទេទូស័យរបស់យើងក៏បានចាក់ចេញពីកន្លែងហ្នឹងដើម្បីទៅជួបម៉ែដោះរបស់ខ្លួនពេលដែលនាងចេញទៅនាងក៏បានមើលមុខទូប្រុសរបស់យើងដែរហើយទូប្រុសក៏បានមើលមុខទូស្រីរបស់យើងវិញដែរហើយស្រាប់តែពេលហ្នឹងទូស្រីយើងក៏បានឈប់ភ្លាមបំរុងនឹងបកក្រោយទៅជួបទូប្រុសយើងវិញតើអ្នកនាងទៅណាបាត់ហ្នឹងតើអ្នកនាងតូចដឹងទេថាសេនាវាដើររកអ្នកនាងយូរប៉ុណ្ណាហើយមើលស្ថានភាពខ្លួនឯងពេលនេះទៅមើលនាងត្រូវចូលគាល់ព្រះអង្គក្នុងពេលឆាប់នេះហើយណាចុះហេតុអ្វីបានជាប្រឡាក់ខោអាវរខេរខាបែបនេះខ្ញុំដួលពេលកំពុងដើរលេងព្រះអើយដើរលេងក្នុងអាកាសធាតុបែបហ្នឹងហើយតួស្រីក៏បានងាកទៅមើលកន្លែងដែលតួប្រុសឈរមិញហើយពួកយើងក៏បានឃើញថាតួប្រុសគឺអត់បាននៅកន្លែងហ្នឹងទៀតទេអូខេណាតើគ្នាមុននឹងចប់ហ្នឹងគឺកុំភ្លេចជួយ like subscribe បាទមីម្នាក់មួយផងណាអញ្ចឹងបាយបាយជុំមក